ទោះជាផ្ទះមិនសូវកក់ក្ដៅក៏យើងមិនត្រូវទន់ខ្សោយដែរព្រោះយើងមានប្អូនពួកយើងជាបងបើមិនរឹងមាំយ៉ាងហោចណាស់ក៏ត្រូវតែចេះរស់នៅដោយខ្លួនឯងដែរប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយវារៀងឈឺបន្តិចហើយណាបាទ ចាំម៉ែនៅកន្លែងណាក៏ម៉ែនៅឲ្យឆ្ងាយពីពួកខ្ញុំទេពួកខ្ញុំលែងត្រូវការម៉ែទៀតហើយបងខ្លាចម៉ែខ្លាចគេធ្វើបាបម៉ែអញ្ចឹងហើយម៉ែចេញឲ្យឆ្ងាយពីពួកខ្ញុំទេពួកខ្ញុំមិនត្រូវការម៉ែទៀតទេម៉ែចេញទេពួកខ្ញុំលែងត្រូវការម៉ែទៀតហើយម៉ែចេញពីពួកខ្ញុំទេឆាប់ចេញទៅតែប៉ុណ្ណេះហ่ะនាងនួនវាមកអុកលុកអ្នកភូមិទៀតលែងបានហើយតែបើយកល្អគួរតែរំលាយព្រលឹងវាចោលតែម្ដងទៅមិនចេះតែធ្វើបាននោះទេបើរបងប៉ុណ្ណឹងចាត់ជោគថាវាគ្រប់គ្រាន់ហើយកុំធ្វើបាននាងពេកអីព្រោះថាកាលនាងនៅរស់ណានាងក៏ធ្លាប់ជាអ្នកស្រុកភូមិយើងដែរទូឯងណាទូឯងឃើញខ្មោចនាងនួនណារត់ដូចតែគ្នាសោះមែនហ្នឹងធ្វើស្អីពួកឯង
ឯនេះសាហាវណាស់ហ៊ានចូលមករកយើងដល់ទីនេះផងហ៎ចឹងត្រៀមខ្លួននាងឯងនឹងរលាយពីផែនដីនេះទៅអ្នកណាឯងក៏ចង្រៃម៉េះមកទៀងខ្សែសីមាចោលមិនខ្លាចខ្មោចនាងនោះមកកាច់កវាងាប់ទេអីមានអ្នកណាទៀតក្រៅតែពីកូនវានោះលើកនេះទោះព្រះចង់មកជួយក៏ជួយវាមិនបានដែរចាស់លោកគ្រូបើសិនជាលោកគ្រូត្រូវស្លាប់ដូចជាគ្រូខ្មោចមុនទៀតនោះឲ្យពួកខ្ញុំធ្វើម៉េចមានផ្លូវទេព្រោះបង្គោលនេះក្រៅពីយើងគ្មានអ្នកណាដកបានទេហើយនាងខ្មោចនោះវាគ្មានធម្មពលអីមកតតាំងជាមួយយើងបានឡើយផតបាត់អាសាច់កាដាក់ម៉ាក់កាសេបបោះមីផលកុនចែកពេសាមុខកូនទាំងពីរមើលទៅស្គមណាស់ចុះដាំនៅណាកូនដាំគេនៅលើរឹងពកបងសុំទោសដែលបងទៅចោលអូននឹងកូនណានួនបងសុំទោសដែលបងទៅចោលអូនហើយបងមកនេះគឺមានជំរឿនតែមួយប៉ុណ្ណោះគឺបងមកសុំមកយកកូនទៅមើលថែសង្ឃឹមថានួននឹងយល់ណាហើយបងសន្យាបើទោះបីជាបងមិនបានបំពេញតួនាទីជាប្តីល្អក៏បងបានបំពេញតួនាទីជាឪពុកល្អម្នាក់ដែរបងនឹងមើលថែពួកគេឲ្យបានល្អអូនកុំបារម្ភអីណាតោះកូន
ជាដាច់ខាតម៉ែចាំកូនណាកូនណាទោះបីជាម៉ែត្រូវឈឺចាប់ជាងនេះរាប់ពាន់ដងទៀតក៏ដោយម៉ែចាំកូនណាកូនណាពួកខ្ញុំលែងត្រូវការម៉ែទៀតហើយម៉ែចេញទៅកូនអើយកូនអត់ដែរគ្រៀងបំពេកូនកូនកែងទៅទុកឲ្យម្ដាយនៅចាំផ្លូវពុកកូនណាជួយម៉ែផងកូនម៉ែជឿណាជួយម៉ែផងកូនខ្ញុំប្រហែលជាស្វាំងភ្នែកហើយទឹកស្អីហ្នឹង
សយបងមានរឿងអីនឹងបងឌីបងយល់សប្មិនល្អសអូនឃើញម៉ែមែនទេបងឌីតែបងយល់សប្ឃើញគាត់ដូចសុភាពមិនល្អសអូនអូនឯងដឹងអត់នេះជាបំភ្នក់អីទេប្រហែលជាបងឯងនឹងម៉ែទេដឹងបងគិតថាសំពុកធ្វើបន់ឲ្យម៉ែព្រោះបងគិតថាអ្វីដែលបងយល់សប្គឺកំពុងតែប្រាប់ថាម៉ែកំពុងត្រូវការពួកយើងជួយអញ្ចឹងចាំស្អែកយើងនិយាយជាមួយពុកទៅអនិច្ចាវត្តសង្ខារាឧបាថវយធម្មិណោឧបច្ចត្វានិរោឆន្តុតេសង្វោបសមោសុខោអនិច្ចាវត្តសង្ខារាឧបាថវយធម្មិណោឧបច្ចត្វានិរោឆន្តុតេសង្វោបសមោសុខោអនិច្ចាវត្តសង្ខារាឧបាថវយធម្មិណោឧបច្ចត្វានិរោឆន្តុតេសង្វោបសមោសុខោទៅចាប់ជាតិថ្មីទៅទៅញោមសូមឲ្យបានសុខម៉ែពេលនេះពុកបាននាំខ្ញុំនិងបងប្អូនមកស្រុកផ្សេងហើយទីនេះគ្មានអ្នកណាស្អប់ខ្ពើមពួកយើងទេពួកខ្ញុំនៅរស់នៅបានសុខម៉ែកុំបារម្ភអីហើយខ្ញុំសន្យាថានឹងមើលថែបងប្អូនឲ្យបានល្អដោយដែលខ្ញុំបាននិយាយប្រាប់ម៉ែកាលពីនៅស្រុកខ្ញុំសន្យាថាធ្វើជាបងល្អតែម៉ែក៏ត្រូវតែធ្វើជាខ្មៅល្អដូចគ្នាព្រោះខ្ញុំមិនចង់ឲ្យម៉ែឈឺចាប់ទៀតនោះទេ